ខ្ញុំតាំងពីដើមមកហៅតានំណែបាញ់ជំនឿទេប៉ុន្តែឡើយពេលមើល Facebook ទៅក៏ដឹងតាមគេតាមឯងទៅគេហៅថានំគុញដែរទៅខ្ញុំថ្ងៃនេះនៅឃើញចង់ហូបនំណែគុញដែរឬនំបាញ់ជំនឿនឹងឯងក៏មករៀបចំកូស្នូលកូដូចតែគេដូចតែឯងណាខ្ញុំចូលចិត្តដាក់ស្លឹកខ្ទឹមថែមអំបិលប្រៃតិចទៅហើយលាយម្សៅក៏តណើបយើងមានស្រាច់នឹងឯងក៏ពិតណាអាម្សៅដែលយើងទិញស្រាច់អញ្ចឹងយកមកធ្វើអត់សូវមានរសជាតិឆ្ងាញ់ទេខ្ញុំនិយាយមែនបើសិនតែយើងធ្វើនៅស្រុកស្រែដោយបងបងប្អូនខ្ញុំពុកម៉ែខ្ញុំធ្វើអញ្ចឹងណាយើងកិនហើយយើងច្រោះទុកមួយយប់ធ្វើរសជាតិឆ្ងាញ់ជាងខ្ញុំនិយាយមែនប៉ុន្តែបើធ្វើនេះវាអត់មានជំរឿគឺយើងធ្វើទៅរសជាតិវាអត់សូវគេហៅអត់សូវផ្អែមអត់សូវឆ្ងាញ់មុតវារាងក្លិនដែរប៉ុន្តែមិនដឹងទេសប្តាហ៍ថ្ងៃគេធ្វើតែអញ្ចឹងឯងមិនថានៅខ្មែរយើងទេឲ្យតែនៅទីក្រុងយើងទិញតែម្សៅស្រាច់យកមកធ្វើហ្នឹងឯងមែនទេខ្ញុំឃ្លានពេកក៏ដាក់បាញ់ជំនឿ2គ្រាប់និងនំកូនត្រីពី3គ្រាប់ចឹងទៅមានបាច់រងចាំល្ងចាំអីទេចាំព្រឹកស្អែកចាំទៅរត់ទិញល្ងឥឡូវដាក់ទឹកយប់សិនហើយមកបងប្អូនហូបបាញ់ជំនឿជាមួយខ្ញុំរសជាតិគឺថាទទួលយកបានអីទេប៉ុន្តែបើថាឲ្យឆ្ងាញ់ជក់ចិត្តដិតអារម្មណ៍ហ្នឹងគឺមិនទេតែគ្រាន់តែធ្វើមកយើងឧបកិច្ចទៅឥឡូវនោះបានមួយឆ្នាំខ្ញុំថែមល្ងហើយ